Cácស្វែងរកឱកាសគឺវាមិនបែរអ្វីដែលពិបាកគឺការមានឱកាសអញ្ចឹងនេះគឺជាអ្វីដែលមនុស្សគ្រប់វ័យបានគិតហើយជាពិសេសគឺសិស្សនិស្សិតដែលគាត់កំពុងតែរកឱកាស volunteer ឬក៏ scholarship ឬក៏ internship ដើម្បីគាត់ចង់ធ្វើការគឺគាត់ពិបាកនឹងរកអញ្ចឹងកត្តានេះវាមិនមែនជាកំហុសគាត់ទាំងស្រុងទេវាក៏អាចមកពី organization ដែលគាត់បានប្រមូលមិនបានទូលំទូលាយដែលគាត់មិនអាចរកឃើញឬក៏ពេលខ្លះគាត់ឃើញហើយប៉ុន្តែវាជាលើកដំបូងដែលគាត់ apply ទៅopportunity ទាំងអស់នេះគឺពេលខ្លះព័ត៌មានវាមិនទូលំទូលាយវាអត់ពេញលេញសម្រាប់គាត់យល់ហើយដោយសារតែវាជាលើកដំបូងរបស់គាត់ចឹងគាត់មិនអាចនឹងយល់ពីការធ្វើ resume ឬក៏ cover letter ជាដើមហើយចំណុចមួយទៀតគឺអត់មាន centralized platform គឺ volunteer ខ្លះ post នៅ Facebook ឬក៏ scholarship ខ្លះគេបង្កើតជា Telegram channel មួយដើម្បីគេ post តាមហ្នឹងជាដើមអញ្ចឹងវាអត់មាន platform ណាដែលវា centralized សម្រាប់របស់ទាំង3ហ្នឹងចូលគ្នាហើយពួកគាត់អាច filter មើលបានជាដើមហើយចំពោះបញ្ហាដែលពួកយើងបាន analyze គឺយើងបានលទ្ធផលមកគឺភាគច្រើនគឺដោយសារតែគាត់អត់មាន website មួយដែលក្តោបរបស់ទាំងអស់នេះទាំងមូលដែលពួកគាត់អាចងាយស្រួលរកបន្ទាប់ពីពួកយើងបានយល់ឃើញពីបញ្ហាដែលសិស្សនិស្សិតភាគច្រើនជួបប្រទះទាំងអស់នេះហើយពួកយើងបានផុសជាគំនិតមួយដែលពួកយើងនឹងបង្កើតជា platform website មួយដែលពួកគេអាចនឹងទៅរក internship scholarship ឬក៏ volunteer ដែលជាលក្ខណៈ local ឬក៏ international បានហើយ website នេះដែរពួកគេអាច filter មើលបានថា internship volunteer ឬក៏ scholarship ណាដែលមានថ្ងៃខែឬក៏ apply ពេលណា deadline ពេលណាហើយ description ថាវាតម្រូវការអីខ្លះហើយយើងត្រូវការអីខ្លះដើម្បី apply វាហើយ website នេះដែរក៏អាចឲ្យ user គាត់អាចបង្កើត CV ក្នុងនឹងតែម្ដងបន្ទាប់ពីពួកគាត់បាន volunteer ឬក៏ធ្វើជា intern អីចប់គឺយើងអាចឲ្យគាត់បង្កើតបានហើយនេះគឺជា prototype របស់យើងដែល user អាច filter មើលបានថាគាត់ចង់មើលជា scholarship volunteer ឬក៏ internship ហើយគាត់ចង់បានជា short term ឬក៏ long term ទៅតាមនឹងចំពោះ target customer របស់យើងគឺយើងបែងចែកជាពីរគឺ sales call ហើយនិង advertiser អញ្ចឹងចំពោះ sales call នេះដែរគឺយើង scope ពីអាយុ18ទៅ24ឆ្នាំនិង advertiser គឺយើង scope យកសាលាសកល company ឬក៏ event organizer ជាដើមហើយនេះគឺជា market valuation ដែលសិស្សសកលគឺមាន7%នៃសិស្សសរុបអញ្ចឹងសិស្សសរុបនេះគឺមាន high school student ហើយនិង primary school student ចំពោះហេតុផលដែលអ្នកនរគ្នាអាចជឿទុកចិត្តលើ website connect របស់យើងបានគឺយើងជា centralized platform ដែលមានរួមបញ្ចូល opportunity ទាំង3ចូលគ្នាក្នុង website តែមួយដែលសិស្សនិស្សិតដែលកំពុងតែរៀនឬក៏រៀនចប់អាចធ្វើការស្វែងរកនៅ volunteer internship ឬក៏ scholarship ដើម្បី apply ជាដើមហើយវាក៏មានជាការបកប្រែភាសាគឺយើងបដូរភាសាមិនមែនបកប្រែទេគឺបដូរភាសាទៅជាភាសាខ្មែរគឺ local friendly សម្រាប់អ្នកដែលមិនសូវចេះភាសាអង់គ្លេសគឺគាត់អាចបដូរភាសាទៅជាភាសាខ្មែរបានងាយស្រួលសម្រាប់គាត់ក្នុងការរកឱកាសទាំងអស់នេះបានពេលដែលពួកគាត់ internship ឬក៏ volunteer ចប់គឺគាត់អាចប្រើ website យើងគឺមាន CV builder ដើម្បីសម្រាប់គាត់អាចប្រើដើម្បីយក CV របស់គាត់បាននេះគឺជា competitor ដែលពួកយើងបាន analyze គឺចំពោះ Audi និង Videoshare គឺគាត់មិនមានជាការដូរភាសាឬក៏ជា CV builder ដែលខ្ញុំបាននិយាយមុនហ្នឹងប៉ុន្តែសម្រាប់យើងគឺយើងមានទាំង3ហើយនេះគឺជា partnership ដែលពួកយើងក្រងនឹងធ្វើការជាមួយនៅថ្ងៃអនាគតគឺមានជា event organizer ហើយនិង university មួយចំនួនហើយនេះគឺជាគម្រោងដែលយើងបានគ្រោងទុកក្នុងការពង្រីក website របស់យើងអញ្ចឹងជាដំបូងយើងចង់ deploy ជា website ហើយយើងចង់promote វាទៅនៅទីក្រុងភ្នំពេញឲ្យវាបានរៀងត្រឡប់ទៅនេះហើយគឺបន្ទាប់ពីហ្នឹងយើងអាចជាយើងពង្រីកវាទៅតាមខេត្តតំបន់មួយនៅក្នុងប្រទេសកម្ពុជារបស់យើងបន្ទាប់ពី website យើងបាន well known នៅក្នុងប្រទេសកម្ពុជាគឺយើងចង់ពង្រីកវាជាលក្ខណៈ internationally គឺពួកយើងអាចនឹង scope ជាលក្ខណៈអាស៊ីបន្ទាប់មកគឺទៅអឺរ៉ុបហើយបន្តទៀតតទៅធំអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណ